ជំរាបសួរពុកម៉ែបងប្អូននេះនាំបងប្អូនយើងមកស្គាល់វត្តមួយកន្លែងឬក៏ហៅថាមណ្ឌលវិបស្សនាមជ្ឈមណ្ឌលវិបស្សនាក៏បានដែរដែលមានឈ្មោះថាវត្តព្រះបរមរាជមហាពោធិ៍បញ្ចសហសារាមឬយើងហៅថាវត្តពោធិ៍5000ដើមដែលស្ថិតនៅស្រុកគូលែនខេត្តព្រះវិហារហើយនេះជាសួនដែលលោកម្ចាស់បានកសាងសម្រាប់រំកល់ដើមពោធិ៍ចំនួន5000ដើមមានព្រះពុទ្ធរូបដើមពោធិ៍មួយដើមមានព្រះពុទ្ធរូបមួយព្រះអង្គដើម្បីជាតំណាងឈ្មោះរបស់វត្តដែលមានឈ្មោះថាវត្តពោធិ៍5000ដើមហើយទិដ្ឋភាពនៅក្នុងវត្តនេះពិតជាស្រស់ស្អាតមែនទែនខ្ញុំបានចូលទៅថ្វាយបង្គំលោកម្ចាស់តាដែលជាអនុគន្ធស្រុកគូលែនខេត្តព្រះវិហារនេះហើយវត្តនេះដែរក៏មានការសិក្សានៅប្រត្រៃបិដកផងដែរព្រោះនៅក្នុងវត្តមានកម្មវិធីដង្ហែប្រត្រៃបិដកមានកម្មវិធីសូត្រប្រត្រៃបិដកហើយពិសេសក៏មានបង្រៀនអានប្រត្រៃបិដកផងដែរដែលនេះជាទិដ្ឋភាពយើងមើលពីលើទៅឃើញថាពិតជាស្រស់ស្អាតមែនទែនតំបន់ភ្នំដៃសាយ៉ាល់ទេប៉ុន្តែការរៀបចំការកសាងរបស់លោកម្ចាស់ពិតជាស្អាតមែនទែនហើយនេះក៏ជាលើកទី1ដែរដែលខ្ញុំមិនបានស្គាល់ពីមុនមកមិនដែលបានឃើញមិនដែលបានទៅដល់តែពេលនេះខ្ញុំបានទៅហើយក៏បានផ្ដិតយករូបភាពទាំងលើអាកាសផងទាំងខាងក្រោមផងដើម្បីឲ្យបងប្អូនយើងបានស្គាល់នៅវត្តដែលលោកម្ចាស់បានកសាងស្រស់ស្អាតហើយម្យ៉ាងក៏ការប្រព្រឹត្តទៅតាមអ្វីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសម្ដែងទុកហើយក៏ព្រះមហាថេរៈលើយើងក៏បានលោកចងក្រងទុកជាបត្រៃបិដកសម្រាប់យើងសិក្សារៀនសូត្រផងដែរយើងចូលទៅដល់ក៏ជាបំណងប្រាថ្នាល្អរបស់ខ្ញុំគណៈខ្ញុំបាទដែលទៅបំពុះបងបង្កើតចូលទៅដល់ហ្នឹងក៏ពិតជាធ្វើឲ្យខ្ញុំនឹងមានចិត្តជ្រះថ្លាក្រៃលែងដោយការរៀបចំនិងការប្រព្រឹត្តរបស់លោកម្ចាស់ដែលជាអ្នកដឹកនាំជាពិសេសក៏លោកម្ចាស់លោកក៏ជាអ្នកដឹកនាំស្រុកមួយទាំងមូលដែរជាអ្នកដឹកនាំជាអ្នកចាត់ចែងស្រុកមួយទាំងមូលដែរហើយអ្វីដែលខ្ញុំគណៈខ្ញុំបាទសប្បាយរីករាយបំផុតនោះបើសិនជាមានមន្ត្រីសង្ឃធំដូចជាអនុគន្ធស្រុកឬមេគន្ធខេត្តអីដែលជាព្រះអង្គលោកប្រព្រឹត្តទៅតាមបត្រៃបិដកសែបក៏បត្រៃបិដកមានព្រះវិន័យព្រះសូរព្រះអភិធម្មជាដើមនោះពិតជាក្រៃលែងមែនតើក្រៃលែងណាស់ពួកខ្ញុំបានដើរជាច្រើនដែរពួកមិនងាយនឹងបានឃើញដែលលោកម្ចាស់ដែលមានមុខតំណែងហើយអាចមកត្រេកអរមកជ្រះថ្លាមកអាចសិក្សាតាមបត្រៃបិដកអីបានទេមានតិចចំណែកលោកម្ចាស់លោកនៅក្នុងព្រៃទេប៉ុន្តែលោកម្ចាស់លោកមានការឧបត្ថម្ភជាច្រើនគឺបត្រៃបិដកនោះក៏ជាច្រើនចប់ដែរច្រើនចប់មែនទែនសម្រាប់ឲ្យភិក្ខុសាមណេរលោកបានសិក្សារៀនសូត្រនៅក្នុងវត្តនោះបើសិនបងប្អូនពុទ្ធបរិស័ទអីមានបំណងចង់ទៅថ្វាយទានឬឧបត្ថម្ភលោកម្ចាស់អីគឺស្រួលណាស់វាផ្លូវឆ្ងាយបន្តិចមែនប៉ុន្តែផ្លូវអត់ពិបាកធ្វើដំណើរទេគឺស្រួលណាយើងចេញពីបើយើងអ្នកឆ្ងាយទៅចេញពីសៀមរាបទៅយើងទៅដល់ស្វាយលើណាហូបពីស្វាយលើទៅប្រមាណជា40គីឡូទេណាផ្លូវទៅព្រះវិហារនេះគឺបានដល់ហើយ
ចំណែកការកសាងសាលាដ៏ធំមកអស្ចារ្យមែនទែនដើមឈើមួយមូលតែម្ដងសសរបានគឺលោកម្ចាស់លោកដាក់សសរមួយហ្នឹងគឺដើមឈើមួយតែម្ដងអត់មានឈូសអត់មានតម្រឹមអីឲ្យស្មើទេគឺមូលមករៀងយ៉ាងណាគឺលោកម្ចាស់លោកដាក់មូលមួយម្ដើមអញ្ចឹងតែម្ដងហើយធំមែនតើណាត្រជាក់ស្រាប់តែម្ដងចូលទៅពិតជារីករាយគួរជាទីជ្រះថ្លាមែនតើហើយយើងមិនដែលបានទៅដល់ពេលទៅឃើញទស្សនវិជ្ជាបែបហ្នឹងពិតជាសរសើរណាសរសើរស្នាប្រហោះរបស់លោកម្ចាស់ដែលលោកអាចមានលទ្ធភាពកសាងបានយ៉ាងស្រស់ស្អាតហើយនេះជាតុកសម្រាប់តម្កល់ប្រត្រៃបិដកសម្រាប់ភិក្ខុសាមណេរលោកអានងាយស្រួលអានផងដែរណាច្រើនមែនតើព្រោះខ្ញុំកណាខ្ញុំបាទចូលទៅដល់ហ្នឹងក៏មានសេចក្តីសប្បាយរីករាយមែនតើណាដែលបានទៅបំពុះបងនៅក្នុងវត្តដែលលោកម្ចាស់មានសេចក្តីអនុគ្រោះច្រើនណាលោកជាអនុគុណមែនប៉ុន្តែលោកមានសេចក្តីអនុគ្រោះចំពោះពុទ្ធបរិស័ទច្រើនគឺលោកមានមេត្តាមានករណាចំពោះយើងជាពុទ្ធបរិស័ទច្រើនណាស់ទោះជាយើងទៅមកពីណាអីក៏លោកម្ចាស់លោកមានសេចក្តីអនុគ្រោះមែនតើណាខ្ញុំបាទទៅដល់ឃើញបតីរបស់លោកម្ចាស់គឺមានសេចក្តីអនុគ្រោះមែនតើដោយសារលោកម្ចាស់លោកបានសិក្សាណាបានរៀនសូត្របានខ្សែគប់ជាមួយនឹងបត្រៃបិដកនេះឯងដូច្នេះអានិសង្សនៃការសិក្សាពុទ្ធសាសនាតាមបែបការអានប្រពុតការអានបត្រៃបិដកនេះពិតជាធ្វើឲ្យចិត្តរបស់មិនថាភិក្ខុឬក៏ឧបាសកបាសិកាទេណាតូតតុនមានសេចក្តីអនុគ្រោះមានសេចក្តីសន្តោសទោះជាមានឋានៈបុណ្យស័ក្តិបណ្ណាក៏ដោយក៏លោកមិនដែលប្រកាន់ខ្លួនលើកដំកើងខ្លួនដែរណាដោយអំណាចនៃការបានសិក្សានៃការបានអានរៀនសូត្រតាមពុទ្ធវចនៈគឺបត្រៃបិដកនេះឯងណាដូច្នេះខ្ញុំកណាក៏សូមអនុមោទនាត្រេកអរចំពោះលោកម្ចាស់ដែលលះបង់ជីវិតដើម្បីចូលរួមណាឧបត្ថម្ភគាំទ្រនៅព្រះពុទ្ធសាសនាណាហើយក៏អាចនេះបើយើងនិយាយថាអាចតម្កល់ដែរអាចតម្កល់នៅព្រះពុទ្ធសាសនាឲ្យរឹងមាំដែរដោយលោកម្ចាស់ជាអ្នកដឹកនាំស្រុកហើយលោកម្ចាស់ក៏បានមកសិក្សាមករៀនតាមព្រះពុទ្ធវចនៈគឺបត្រៃបិដកនេះទៀតធ្វើឲ្យលោកម្ចាស់លោកមានប្រតិរឹងមាំណាក្នុងការសិក្សាក្នុងការបដិបត្តិហើយជាពិសេសគឺជួយផ្សព្វផ្សាយព្រះពុទ្ធសាសនាផងដែរដូច្នេះខ្ញុំកណាខ្ញុំបាទក៏ចូលរួមត្រេកអរអនុមោទនាយ៉ាងក្រៃលែងហើយជាពិសេសក៏សូមចែកបុណ្យកុសលទាំងអស់ដល់បងប្អូនញាតិមិត្តជាពិសេសពុទ្ធបរិស័ទយើងដែលបានទស្សនាវីដេអូនេះដែលចូលរួមត្រេកអរអនុមោទនានៅបុណ្យកុសលដែលលោកម្ចាស់លោកបានលះបង់ជីវិតរបស់លោកម្ចាស់ដើម្បីមកសិក្សាមកត្រួតត្រងណាមកឧបត្ថម្ភនៅព្រះពុទ្ធសាសនាឲ្យស្ថិតនៅអស់5000ព្រះវស្សាណាដូច្នេះក៏សូមអនុមោទនានៅបុណ្យទាំងអស់នេះឲ្យបានស្មើគ្នាហាក់បីដូចជាបងប្អូនយើងដែលបានមើលវីដេអូនេះហើយដូចជាបានទៅថ្វាយបង្គំផ្ទាល់ជាមួយនឹងខ្ញុំកណាខ្ញុំបាទផងដែរ